ធម្មតាមនុស្សយើងវាតែងតែមានចំណុចខ្វះខាតនេះនោះវាមិនល្អគ្រប់10ទេប៉ុន្តែមនុស្សយើងដល់ពេលតែមានចិត្តស្អប់គុំគ្នាមិនសូវមើលឃើញរឿងគេល្អទេចូលចិត្តចាប់តាគេខុសនេះខុសនោះទីទួចជុំមកពង្រីកមកបន្ថែមមកបន្ថយធ្វើឲ្យគេនឹងអាក្រក់កាន់តែខ្លាំងហើយបង្ហាញតែខ្លួនឯងនឹងល្អអញ្ចឹងតែអាហ្នឹងវាអាចជាពីវេរាវែងឆ្ងាយស្អប់គ្នាក្នុងបច្ចុប្បន្នហើយទៅមុខទៀតក៏អាចមានពីវេរាមកជាបងជាប្អូនទៅឆ្លោះប្រកាសបច្ចៈគ្នាក្នុងគ្រួសារវេទនាអន្តរាយកើតទុកដៅកាហាយទាំងអស់គ្នាឬក៏ថាត្រឡប់វល់មកជាប្តីមកជាប្រពន្ធប្រកាសបច្ចៈគ្នាសូម្បីក្នុងតំណែងតំណងជាប្តីប្រពន្ធហ្នឹងក៏មានពីវេរានឹងគ្នាអញ្ចឹងទៅដែរអញ្ចឹងបាននៅក្នុងធម៌វិធីផ្សះផ្សាធ្វើឲ្យចិត្តនឹងត្រជាក់ព្រះអង្គឲ្យយើងចេះមើលឃើញគេល្អឧទាហរណ៍ថាបើគេចងេងចងាផ្លូវកាយគេអាចល្អដោយវាចាបើគេវាចាគេមិនសូវព្រោះប៉ុន្តែអ្នកនឹងជួយណាការងារនេះនោះអីមិនសូវប្រកាន់ខ្លួនទេហើយបើថាអ្នកនឹងកាយក៏ចងេងចងាវាចានោះក៏មិនសូវព្រោះប៉ុន្តែចិត្តគ្នាល្អគ្រាន់តែនិស័យគ្នាមកអញ្ចឹងវាធ្វើម៉េចបើវាសនាការសន្សំគ្នាមកអញ្ចឹងអញ្ចឹងមើលឃើញចំណុចល្អគេទៅវាអត់សូវមួម៉ៅនឹងអំពើអាក្រក់នេះទេមិនមែនបានន័យថាយើងមិនកែមិនជួយបដៅទេនឹងតែជួយណែនាំបដៅអញ្ចឹងប៉ុន្តែមនុស្សខ្លះអាចទទួលការណែនាំបានមនុស្សខ្លះអត់បានទេហ្នឹងអញ្ចឹងបានចំណុចទី3ដែលព្រះអង្គសម្ដែងថាបើអ្នកនឹងកាយក៏មិនល្អវាចាក៏មិនល្អថែមទាំងចិត្តអាក្រក់ទៀតព្រះអង្គឲ្យយើងចេះពិចារណាថាមនុស្សនឹងកំពុងតែឈឺអត់មានពេទ្យមើលហើយអត់មានបាយហូបទៀតនៅកណ្ដាលវាក្តៅហែងតែយើងគួរតែខឹងស្អប់មនុស្សដែលកំពុងតែឈឺអត់បាយហូបនៅកណ្ដាលវាអត់ពេទ្យមើលហ្នឹងឬក៏គួរឲ្យអាណិតយើងពិតជាគិតថាគួរឲ្យអាណិតដែលព្រះអង្គប្រៀបធៀបហ្នឹងចង់និយាយថាអ្នកដែលធ្វើអំពើអាក្រក់តង្កាយក៏អាក្រក់វាចាក៏អាក្រក់ចិត្តនឹងក៏កដេថៃថាអូអ្នកនេះសន្សំបាបកម្មពីវេរាស្ពាយសេចក្តីទុកនឹងទៅវែងឆ្ងាយក្នុងអនាគតជាតិកើតជានរកប្រែដេរឆានអសូរកាយបើមកកើតជាមនុស្សកំព្រាវេទនាហ្នឹងសន្សំកម្មនាំឲ្យបានសេចក្តីទុកដល់ខ្លួនឯងយើងនេះពិចារណាទៅជាកើតករុណាមិនមែនថាលើកតម្កើងទេប៉ុន្តែទឹកចិត្តហ្នឹងប្រកបដោយបញ្ញាមើលឃើញវែងឆ្ងាយទៅជាមានចិត្តករុណាចង់ជួយធ្វើម៉េចឲ្យបុគ្គលនឹងរួចផុតពីពាវេរានឹងមកពីព្រោះត្រូវរងទុក្ខកម្មពាវេរានឹងវែងឆ្ងាយណាស់ដែលសាងអំពើអាក្រក់ទាំងកាយទាំងវាចាទាំងចិត្តហ្នឹងដល់ពេលយើងចេះមើលឃើញចំណុចល្អរបស់គេអញ្ចឹងព្រះអង្គប្រៀបធៀបដូចជាភិក្ខុដែលទៅបាំងស្គរកណាត់ក្នុងព្រៃទាញកណាត់វិសាកសពមកកន្លែងណាប្រឡាក់ក៏ជាចេញទៅហើយទុកតែកន្លែងល្អយកមកដេរធ្វើជាជីវរប្រើប្រាស់យ៉ាងណាមនុស្សក្នុងโลกនេះវាមិនចេះបានល្អគ្រប់10សភ្លឹងទេវាមានចំណុចខ្វះខាតប៉ុន្តែយើងរៀនចាប់យកចំណុចល្អមកលើកទឹកចិត្តឲ្យអ្នកនឹងផឹងធ្វើល្អពង្រីកសេចក្តីល្អទៅទៀតហើយបើមានចំណុចណាដែលមិនល្អយើងជួយប្រាប់ដោយចិត្តករុណាចង់ឲ្យអ្នកនឹងបានល្អប្រសើរអត់មានបំណងជន់ពន្លិចធ្វើឲ្យអ្នកនឹងអន្តរាយអញ្ចឹងយើងបានបន់ទាំងសងខាងគេល្អក៏យើងត្រេកអរយើងបានបន់គេមិនល្អយើងជួយណែនាំដោយចិត្តករុណាយើងក៏បានបន់ប៉ុន្តែរឿងគេទទួលពាក្យយើងបានមិនបានអានឹងជាសមត្ថភាពរបស់គេប៉ុន្តែបើយើងខ្វះបញ្ញានៅពេលដែលយើងប្រាប់គេឲ្យគេមិនទទួលគេឆាំងមកវិញយើងកើតទុកឆ្លោះជេរវិញអានឹងយើងមានបាបដោយសារយើងខឹងក្រេវក្រោតមួម៉ៅនឹងឯងអញ្ចឹងតើរៀនមើលចំណុចល្អលើកទឹកចិត្តផ្ដល់តម្លៃដល់គ្នាទៅវិញទៅមកយើងសាងមិត្តភាពបច្ចុប្បន្នផងហើយយើងអត់មានពាវេរាទៅលោកខាងមុខផងហើយក្នុងជីវិតដំណើរក្នុងសង្សារវដ្តហ្នឹងក៏មិនសូវមានបញ្ហាដែរកាលណាយើងមិនសូវមានពាវេរា
លើចិត្តរបស់យើងដូចយើងសំលុយនៅក្នុងកងធនាគារអញ្ចឹងណាបើយើងសំកាន់តែច្រើនយើងបានលុយនឹងកាន់តែច្រើនយ៉ាងណាចិត្តហ្នឹងបើយើងសន្សំទឹកចិត្តល្អកុសលធម៌ស្រឡាញ់ខន្តីមេត្តាសតិបញ្ញាច្រើនសេចក្តីសុខហ្នឹងក៏វាមានច្រើនទៅតាមការដែលយើងសំនឹងដែរបើនៅផ្ទុយទៅវិញចិត្តវាសំទាំងសងខាងអាក្រក់ក៏វាសំដែរខឹងស្អប់ចំណែននន្ទាឈ្នាននេះនិយាយដើមអេកអូចសំរឿងអកុសលភាពក្តៅក្រហាយភាពមួម៉ៅហ្នឹងកាលណាសំកាន់តែច្រើនឆេះចិត្តទុកក៏កាន់តែច្រើនដែរនៅក្នុងចិត្តហ្នឹងចឹងវានៅលើយើងមានសតិស្មារតីអាចឲ្យចិត្តហ្នឹងតោងយកអារម្មណ៍ដែលនាំឲ្យចិត្តជ្រះថ្លានឹកដល់អំពើល្អដែលយើងបានធ្វើហើយទានដែលយើងបានឲ្យហើយសិលដែលយើងបានរក្សាហើយគុណពុកគុណម្ដាយនឹកដល់គុណនៃមនុស្សល្អមានព្រះសម្មាសម្ពុទ្ធជាដើមចឹងយើងតោងយកអារម្មណ៍ដែលនាំឲ្យចិត្តជ្រះថ្លាយើងក៏ជ្រះថ្លាយើងស្ដាប់ធម៌យើងក៏ចម្រើនដោយបញ្ញាយើងធ្វើទានយើងចម្រើនដោយមេត្តាយើងរក្សាសិលយើងចម្រើនដោយចេតនាល្អចង់ឲ្យអ្នកដទៃបានសុខយើងរស់នៅនឹងមិនចង់ឲ្យអ្នកដទៃកើតទុក្ខដោយសារយើងអញ្ចឹងយើងមានស្មារតីមានបញ្ញាជួយការពារចិត្តមិនឲ្យគិតរឿងខុសហើយជួយចិត្តនឹងឲ្យចម្រើនអភិវឌ្ឍទៅលើអ្វីដែលជាធាតុល្អជាទឹកមុនទឹកអមរិតធ្វើឲ្យចិត្តនឹងត្រជាក់នឹងយើងបានសុខហើយបើយើងខ្វះសតិបញ្ញាហើយយើងបដោយចិត្តឲ្យទៅគិតរឿងខុសសន្សំតែអកុសលអានឹងយើងនឹងឯងជាអ្នកកើតទុក្ខហើយបង្កើតពៀវរាឆ្លោះស្អប់គុំគួនបណ្ណាំងប្រជែងនិយាយអាក្រក់ប្រកាច់ប្រខូចអ្នកដទៃមានពៀវរាវែងឆ្ងាយសេចក្តីទុក្ខបច្ចុប្បន្នក៏មានពៀវរាទៅថ្ងៃមុខថ្ងៃអនាគតក៏មានឧទាហរណ៍ថាយើងទៅមានចិត្តលោភលន់កឹបកេងចង់បានទ្រព្យអ្នកដទៃមកវាបានមែនប៉ុន្តែវាមានពៀវរាវែងឆ្ងាយរាប់សិបរយពាន់ជាតិទៅយើងត្រូវទទួលផលកម្មនៃអកុសលលោភៈដែលវាមាននៅក្នុងចិត្តវាបបួលយើងឲ្យយើងធ្វើអាក្រក់ហើយយើងនឹងឯងអ្នកទទួលផលអាក្រក់នឹងវិញអាលោភៈវាសบายចិត្តទៅវាថាយើងវាបោកយើងបានអញ្ចឹងសតិបញ្ញាហិរិអតបៈការខ្មាស់បាបខ្លាចបាបនឹងជួយរារាំងដាក់របងខាំងមិនឲ្យយើងធ្វើអាក្រក់ពីព្រោះបញ្ញាដឹងថាអំពើអាក្រក់ហ្នឹងវានឹងរត់មករកយើងនៅថ្ងៃណាមួយវាអត់ចេះភ្លេចម្ចាស់ហើយវាអត់ចេះអស់ពេលឲ្យផលទេនៅពេលណាដែលយើងនៅមានជាតិកំណើតហ្នឹងវាតឲ្យផលយើងរាប់រយរាប់ពាន់ជាតិទៅជិះវាទៅយើងបានសម្រេចអរហន្តអីចឹងទៅអាហ្នឹងវាហួសប៉ុណ្ណេះបើដរាបណានៅតែមានជីវិតបាបកម្មវានៅតែតាមកុសលកម្មក៏តាមដែរអញ្ចឹងយើងមានកម្មសកតាបញ្ញាកំណត់ដឹងថាយើងគ្រប់គ្នាទាំងអស់សត្វលោកហ្នឹងមានប្រព្រឹត្តទៅតាមកម្លាំងនៃកម្មដែលយើងបានធ្វើអញ្ចឹងយើងអត់ធ្វើកម្មអាក្រក់ទេហើយយើងព្យាយាមសន្សំកុសលកម្មដែលជាហេតុនៃសេចក្តីសុខវិញតែបើថាធ្វើល្អវាអត់បានជំអ៊ុយថាអ្នកមានអីដូចគេប៉ុន្តែយើងចេះទទួលស្គាល់ការពិតថានឹងបុណ្យរបស់ខ្ញុំមានប៉ុណ្ណឹងយើងអត់សុខចិត្តលះបង់កុសលហើយទៅធ្វើអំពើអាក្រក់ហើយដែលអំពើអាក្រក់ហ្នឹងជាថ្នាំពឹសថ្នាំពុលនាំឲ្យយើងសោយទុក្ខក្នុងរយៈពេលវែងអត់ទេខ្ញុំផឹងខ្ញុំតស៊ូខ្ញុំសន្សំបុណ្យបើបុណ្យខ្ញុំមានខ្ញុំអាចរកអ្វីដែលខ្ញុំប្រាថ្នាសេចក្តីប្រាថ្នារបស់ខ្ញុំនឹងបានសម្រេចបើបុណ្យរបស់ខ្ញុំមានគ្រប់គ្រាន់ប៉ុន្តែបើមិនទាន់មានគ្រប់គ្រាន់ទេខ្ញុំផឹងធ្វើបុណ្យទៀតអត់ឲ្យសេចក្តីលោភនឹងមកគ្របសង្កត់ចិត្តហើយនាំឲ្យយើងធ្វើអាក្រក់ទេហើយហ្នឹងកម្លាំងនៃសតិកម្លាំងនៃបញ្ញាទើបជួយទប់យើងបានពុទ្ធលោកថា
សតិទេសង្ឃនិវារណាំងសតិនឹងឯងជួយខាត់ខាំងយើងមិនឲ្យធ្វើអាក្រក់មិនឲ្យធ្លាក់ទៅក្នុងផ្លូវខុសអញ្ចឹងត្រឡប់មកវិញតែយើងសម្រេចចិត្តថាតើយើងសន្សំចិត្តល្អគុណធម៌ដែលជាហេតុនៃសេចក្តីសុខឬក៏យើងសន្សំបាបអកុសលដែលជាហេតុនៃសេចក្តីទុក្ខវែងឆ្ងាយក្នុងសង្សារវដ្តយើងជាអ្នកសម្រេចពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចជាច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីតិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតតែអញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាមិនមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតនឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខនឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយបង្គំហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើវិហារអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសេរគុណន្ទាខុសមនុស្សហ្នឹងពាក្យថាអមនុស្សតាមន័យអក្សរសាស្ត្រមានន័យថាអ្នកណាក៏ដោយដែលមិនមែនជាមនុស្សហៅថាអមនុស្ស
រួមចូលទាំងទេវតាខ្មោចព្រាយបិសាចនិងរូបប្រែដេរិឆានសូរកាយអមនុស្សនឹងមានពីរប្រភេទគឺអមនុស្សថ្នាក់ខ្ពស់និងអមនុស្សថ្នាក់ទាបអមនុស្សថ្នាក់ខ្ពស់បានដល់ទេវតាដូចជារុក្ខទេវតាអាកាសទេវតាគេមានសេចក្តីសុខច្រើនជាងយើងមានអាយុវែងជាងយើងពណ៌សម្បុរគេស្អាតជាងយើងលក្ខខណ្ឌរស់នៅគេល្អជាងយើងចំណែកអមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសូរកាយនឹងរងទុក្ខលំបាកវេទនាអត់បាយអត់ទឹកដោយកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតជាតិមកអមនុស្សខ្លះមានឫទ្ធិមានអំណាចអាចធ្វើទុក្ខបុកម្នេញចំពោះមនុស្សខ្លះដែលមានពៀវេរាធ្លាប់បៀតបៀនជីវិតអ្នកដទៃឬក៏បុគ្គលនឹងខ្សោយទាំងកាយចិត្តនឹងក៏មួម៉ៅស្មុគស្មាញទុនជាយអមនុស្សអាចមានឱកាសឆ្លៀតចូលធ្វើបាបចូលក្នុងខ្លួនបុគ្គលនឹងអីជាដើមចឹងតែចឹងហើយបានជាព្រះអង្គឲ្យយើងមានសិលនៅក្នុងខ្លួនមានបរតនត្រ័យជាទីពឹងទីរលឹកពួកអមនុស្សនឹងមិនសូវហ៊ានធ្វើបាបចំពោះអ្នកមានសិលទេព្រោះគេមានលក្ខខណ្ឌរស់នៅមានបទបញ្ជារបស់គេដែរបើធ្វើបាបអ្នកមានសិលអមនុស្សនឹងមានទោសទៅវិញប៉ុន្តែអមនុស្សខ្លះជាសមាទិដ្ឋិអមនុស្សខ្លះជាមិច្ឆាទិដ្ឋិអមនុស្សខ្លះស្គាល់បុណ្យស្គាល់បាបដឹងខុសដឹងត្រូវអត់ធ្វើអាក្រក់ទេប៉ុន្តែអមនុស្សខ្លះខូចដែរដូចតែមនុស្សយើងចឹងដែរមនុស្សខ្លះធ្វើល្អដឹងខុសដឹងត្រូវមនុស្សខ្លះពាលាវាសែជាម៉ែជាឪដល់ពេលអមនុស្សហ្នឹងក៏អញ្ចឹងដែរមិនប្រកាសថាទេវតាសិតតែទេវតាល្អទាំងអស់ទេមិនប្រកាសថាអមនុស្សហ្នឹងសិតតែល្អទាំងអស់ទេអញ្ចឹងនៅពេលដែលគេចូលមកសន្ធិដ្ឋអីយើងធ្វើមិនដឹងថាអមនុស្សនឹងជាសមាទិដ្ឋិឬក៏មិច្ឆាទិដ្ឋិហើយយើងជាមនុស្សមកយើងមានអត្តសញ្ញាណប័ណ្ណប៉ាសពតជីកំណើតយើងមិនអាចនឹងកំណត់ដឹងថាមនុស្សនឹងល្អខកផងចុះតម្រាំថាគេមកចូលយើងយើងមិនដឹងថាគេមកពីណាយើងចេះឮតែគេថាអ្នកនេះអ្នកនោះទៅយើងមិនដឹងវើអត់ទាំងដឹងអត្តសញ្ញាណប័ណ្ណគេមិនផងហ្នឹងប៉ុន្តែក្នុងធម៌ក៏មិនឲ្យមានចិត្តស្អប់មើងងាយអមនុស្សដែរពីព្រោះបើយើងមានចិត្តអាក្រក់ជាមួយគេអាចធ្វើបាបយើងចឹងដែរឧទាហរណ៍ថាបងប្អូនខ្លះទៅព្រៃទៅភ្នំមាត់សម្ដីអាក្រក់ទេអមនុស្សអាចចាប់កំហុសធ្វើបាបបុគ្គលនឹងបានអញ្ចឹងយើងអាចសម្ដែងការរាប់អានចំពោះអមនុស្សដូចនៅផ្ទះអញ្ចឹងខ្មែរយើងជួយចិត្តហៅជានាងផ្ទះជាអរគទេវតាទេវតាដែលថែរក្សានៅភូមិឃុំតំបន់ហ្នឹងទៅឬក៏ជារុក្ខទេវតាទេវតានៅដើមឈើដែលខ្មែរយើងជួយចិត្តហៅចូលគ្នាថាអរុក្ខអរិយពាក្យហ្នឹងពាក្យពីរមួយរុក្ខទេវតាទេវតាដើមឈើមួយអរគទេវតាទេវតាដែលថែរក្សាតំបន់ភូមិស្រុកហ្នឹងនៅក្នុងធម៌ថាបើកុលបុត្រនឹងភិក្ខុនឹងសាមណេរនឹងបាសកបាសិកានឹងផ្សាយមេត្តាដល់មនុស្សដល់ទេវតាជាពិសេសទេវតានឹងជួយថែរក្សាបុគ្គលនឹងវិញប្រកបដោយធម៌មានន័យថាដោយអំណាចនៃយើងជាមនុស្សល្អនឹងទេវតាក៏តាមថែរក្សាដោយសារយើងជាអ្នកមានបុណ្យនឹងឯងអញ្ចឹងយើងមិនអាចពឹងផ្អែកបែបន់ស្រន់បួងសួងសុំបឲ្យគេមកជួយយើងដោយយើងមិនបានផឹងប្រែងធ្វើល្អដោយខ្លួនឯងទេហើយបើយើងមានសមាធិមានបញ្ញាច្បាស់លាស់យើងកំណត់ដឹងយើងប្រឹងធ្វើល្អទៅផលល្អគង់នឹងបានយើងផ្សាយមេត្តាទៅដល់ទេវតាក្តីដល់មនុស្សក្តីមេត្តានឹងឯងនឹងផ្ដល់សេចក្តីស្រឡាញ់ការរាប់អានត្រឡប់មកយើងវិញអញ្ចឹងយើងសម្ដែងការរាប់អានជាមួយមនុស្សផងជាមួយទេវតាផងយើងធ្វើជាមិត្តមនុស្សផងជាមិត្តនឹងអមនុស្សផងមានឱកាសអាចការពារបិទបាំងរារាំងអន្តរាយកើតពីសេចក្តីប្រមាទនឹងបានដែរនៅសម័យពុទ្ធកាលមានភិក្ខុ30អង្គលោកគង់នៅក្នុងព្រៃហ្នឹងប៉ុន្តែក្នុងព្រៃហ្នឹងអមនុស្សហ្នឹងគេអត់ចង់ឲ្យលោកនៅព្រោះកន្លែងគេនៅលោកទៅរំខានគេអញ្ចឹងគេលោកសក់វែងតេនតាយភ្នែកលៀនមកអណ្ដាតលៀនថ្លិនមកធុំក្លិនស្អុយទៅសំលេងគម្រាមបលាចទៅលោកភ័យរត់ចោលកន្លែងហ្នឹងបានទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងរឿងនឹងហើយក៏ព្រះអង្គបង្រៀនធម៌
ផ្សាយមេត្តាដល់ភិក្ខុទាំង30អង្គហ្នឹងថាត្រូវត្រឡប់មកកន្លែងហ្នឹងវិញស្វាធ្យាយករណីមេត្តាសូត្រដែលញាតិញោមអាសានិមន្តព្រះសង្ឃទៅសូត្រណារហូតដល់គេលេងរឿងមន្តលោកទៅសូត្រករណីហើយស្រាប់ខ្មោចរត់អស់ហ្នឹងក្នុងន័យហ្នឹងមិនមែនធေါ်ដេញខ្មោចទេករណីមេត្តាសូត្រគឺសូត្រផ្សាយមេត្តាដល់ពពួកសពសត្វទាំងអស់អមនុស្សមកព្រាយបិសាចអីសូមឲ្យបានសេចក្តីសុខរួចផុតពីទុក្ខទោសទាំងឡាយទាំងពួងហ្នឹងហើយក្នុងរឿងហ្នឹងនៅពេលដែលភិក្ខុសង្ឃផ្សាយមេត្តាពពួកអមនុស្សដែលធ្លាប់តែខឹងស្អប់លោកបែរមកទៀតធ្វើកូនសិស្សលោកខ្លែងខ្លួនធ្វើជាមានុបមកទទួលបាតទទួលជីវរពីព្រះសង្ឃបំរើព្រះសង្ឃទៅវិញដោយអានុភាពនៃមេត្តាជាសរុបមកវិញយើងមិនឲ្យស្អប់អមនុស្សទេយើងអាចគោរពបូជាថ្វាយផ្កាថ្វាយនំចំណីអីហើយប៉ុន្តែក៏យើងមិនអាចនឹងពឹងផ្អែកជោគវាសនាអង្គុយតបែអង្គុយតបនដែរពីព្រោះអមនុស្សហ្នឹងក៏មានកម្មរបស់គេដែរយើងក៏មានកម្មរបស់យើងជាសត្វលោកដែលត្រូវរស់នៅក្នុងវាលវដ្តសង្សារមានទុក្ខរៀងខ្លួនយើងក៏មានទុក្ខទេវតាអមនុស្សនឹងក៏មានទុក្ខដែរអញ្ចឹងយើងផ្សាយមេត្តាដល់សពសត្វទាំងអស់យើងប្រឹងសាងបុណ្យសាងកុសលសាងបុណ្យបារមីសាងបញ្ញាសម្រាប់ខ្លួនយើងហើយយើងផ្សាយនៅសេចក្តីស្រឡាញ់នេះដល់មនុស្សដល់ទេវតាដល់អមនុស្សទាំងអស់ហ្នឹងដើម្បីឲ្យបានសេចក្តីសុខដែរអាហ្នឹងយើងធ្វើមិត្តជាមួយនឹងមនុស្សផងជាមួយនឹងអមនុស្សផងអនុមោទនា